បាទជម្រាបសួរក៏ដូចជាសួស្តីបងប្អូនអរគ្នាបាទជួបជាមួយខ្ញុំម្ដងទៀតហើយបាទតើតើការធ្វើការ review ការដឹកជញ្ជូនម្ហូបបាទឥឡូវម៉ោងទី1ដែលខ្ញុំចូលបាទគឺម៉ោង6ជាងបាទដោយសារខ្ញុំទៅបើក online ដែរថ្ងៃនេះរៀងបើករៀងលឿនបន្តិចរដងម៉ោង7អីចឹងបានបើកដោយសាររវល់ការងារដែរអញ្ចឹងបងប្អូនហ្នឹងហើយបងនេះគឺខ្ញុំចូលពូគីផ្លូវលេខ3បងប្អូនជាប់កន្លែងហួសភ្លើង stop 2 through ទៅចូលកន្លែងចិត្តការ៉ាសាំងបងប្អូនរ៉ាសាំងតេឡាបាទអញ្ចឹងខ្ញុំជិះតម្រង់ទៅកាន់ហាងហើយបងប្អូនដោយសារតែហាងពូគីនេះគឺមាន3សាខាបងប្អូនមាន3សាខាមាននៅផ្លូវលេខ3មួយហើយទៅខាងជិតវត្តសង្កែនិងទៅខាងផ្លូវ520បាទនៅផ្លូវទៅប៊ីលប្រៃបងប្អូនអូខេអញ្ចឹងភ្ញៀវក៏កំងពីមុខដែរបងប្អូនបាទហើយខ្ញុំមកដល់គឺហាងក៏រៀបចំបាទហើយដែរហើយខ្ញុំពងអូសមើលម៉ែបាទអញ្ចឹងខ្ញុំមើលបញ្ជាក់បានមើលអីចឹងបងប្អូនដូចរដងបាទអញ្ចឹងខ្ញុំទទួលបានអីវ៉ាន់ហើយបងប្អូនខ្ញុំធ្វើការថតបាទហើយតើទៅថតហើយខ្ញុំធ្វើការរៀបចំដាក់ក្នុងធុងអញ្ចឹងបងប្អូនតើខ្ញុំរៀបចំដាក់ក្នុងធុងហើយបានខ្ញុំធ្វើការចុចបន្តទៀតអញ្ចឹងបងប្អូនហើយយើងធ្វើការចុចបញ្ជាក់ការកំបងហើយយើងជូនដំណឹងទៅកាន់ភ្ញៀវដែរអញ្ចឹងបាទហ្នឹងហើយភ្ញៀវក៏នៅចិត្តដែរទេបងប្អូនអញ្ចឹងថ្លៃដឹកក៏បានមិនច្រើនដែរទេភ្ញៀវនៅទៅផ្លូវនេះបងប្អូនយើងជិះអានេះជិះតាមផ្លូវលេខ3ហើយខ្ញុំបត់ឆ្វេងទៅតាមផ្លូវរថភ្លើងបងប្អូនហើយចូលផ្លូវរថភ្លើងហ្នឹងគឺម្ដុំកន្លែងស្ថាគារ Jasmine បងប្អូនតែឥឡូវដូចជាឃើញបတ်ហើយបងប្អូនតែស្ថាគារនៅដដែលអញ្ចឹងហ្នឹងហើយយើងឡើងទៅតាមផ្លូវរថភ្លើងទៅហើយឆ្លងទៅម្ខាងទៀតបងប្អូនឆ្លងទៅផ្លូវលេខ57ផ្លូវជាលេខ57គឺផ្លូវពីដៃ8បុកទៅកាន់ភ្លើងស្តុបពេទ្យ12បងប្អូនហ្នឹងហើយបងប្អូននៅបាត់ដំបងថាជាស្គាល់អញ្ចឹងហើយអ្នកមិនបាត់ដំបងក៏មើលលេងសិនទៅគីឡូថ្ងៃណាមានវាសនាបានលេងបាត់ដំបងអញ្ចឹងស្គាល់ផ្លូវខ្លះទៅបាទមើលតាមម៉ែវារៀងនេះដែរបងប្រកាន់ថាបើសិនបងប្អូនធ្វើដំណើរតាមមើលតាមម៉ែដូចខ្ញុំគឺវាចាញ់ត្រឹមទីអញ្ចឹងបងប្អូនជាងបងប្អូនងាយស្រួលចេះមើលខ្លះអញ្ចឹងពេលបងប្អូនបានមើលវីដេអូខ្ញុំអញ្ចឹងអូខេខ្ញុំបានមកដល់ទីតាំងគ្នាបងប្អូនខ្ញុំក៏នៅខាងស្នាមដៃដែរទេបងប្អូនបាទដោយសារតែគាត់បានមើលទូរស័ព្ទអញ្ចឹងគាត់ដឹងថាខ្ញុំមកដល់អញ្ចឹងហ្នឹងហើយភ្ញៀវគាត់ធ្វើការឲ្យលុយហើយបាទហើយខ្ញុំចូលពូគីទៀតដែរបងប្អូនប៉ុន្តែពូគីនេះសាខាមួយទៀតបងប្អូន520បាទសាខាបកទៅខាងដៃ8បងប្អូននេះដោយសារតែខ្ញុំជិះម៉ែបវាឲ្យបកទៅក្រោយទៀតតែសារតែខ្ញុំជិះទៅម៉ែបរៀងកាំងអញ្ចឹងហ្នឹងហើយតែពេលអញ្ចឹងវារៀង slow ទៅជាប់ដូចអត់មានចលនាអញ្ចឹងតែខ្ញុំជិះឆ្លងតាមនេះបងប្អូនវងមូលសាសតាមផ្លូវមកស្របស្ទឹងកែហើយហាងគឺនៅជាផ្លូវដែរនៅមាត់ផ្លូវដែរបងប្អូនកាហ្វេតាមផ្លូវទៅប្រហែលជាបាទថា100ម៉ែត្រជាងចុះដល់ហាងពូគីហើយនៅជិតកាច់កែងផ្លូវ8/4ដែរទេបងប្អូនបាទបងប្អូនណាដែលធ្លាប់ជិះកាត់តាមនោះស្គាល់ហើយខាងពូគីបាទ
សាខានៅបាត់ដំបងមាន3សាខាដូចខ្ញុំនិយាយចឹងបងប្អូនចង់ទៅសាខាមួយណាក៏បានដែរបាទសាខាណាបងប្អូនថាចិត្តជាងក៏ទៅសាខានឹងទៅបងប្អូនឬក៏បងប្អូនជិះកាត់តាមសាខាណាក៏ចូលសាខានឹងទៅខ្ញុំមិនម៉ូសិនឲ្យហាងទេណាបងប្អូនអានេះក៏និយាយតាមអ្វីដែលខ្ញុំបានស្គាល់ចឹងណាបាទហ្នឹងហើយភ្ញៀវគាត់កំងហើយគាត់ភ័យលុយតាមអនឡាញបងប្អូនអនឡាញមានភ័យតាមធនាគារចឹងហើយភ្ញៀវនៅចិត្តដែរទេបងប្អូនឃើញថ្លៃដឹងបាទ2200បាទហើយខ្ញុំបានអវ៉ាន់ហើយបងប្អូនខ្ញុំធ្វើការថតនិងរៀបចំដាក់ធុងដោយរដងហើយដោយសារតែផ្លូវហ្នឹងគឺផ្លូវគេកំពុងអភិវឌ្ឍបងប្អូនរៀងពិបាកធ្វើដំណើរបន្តិចដែរព្រោះគេបាត់ច្រើនកន្លែងហើយកន្លែងខ្លះយើងអៀតសល់តែមកច្រកម៉ូតូទេអញ្ចឹងក៏ខ្ញុំធ្វើដំណើរហ្នឹងហើយដោយសារតែវីដេអូហ្នឹងខ្ញុំអត់បាន record ចប់អត់ដឹងមានបញ្ហាអីឥឡូវខ្ញុំចូលតាមមកផ្លូវតាមទីតាំងហ្នឹងហើយបងប្អូនហើយខ្ញុំតម្រង់ទៅកាន់ម៉ែបហើយឆ្ពោះទៅកាន់ផ្លូវពីភ្លើងស្តុបផ្សារបឹងឈូកបុកទៅខាងវត្តនេះពោធិវង្សបងនិយាយចាស់ឡើងចង់ប្រាំងវត្តពោធិវង្សវត្តវិផិតបាទហ្នឹងហើយខ្ញុំមកដល់កន្លែងផ្លូវធំខ្ញុំមកឈប់ខទៅអ្នកទៅដល់ទៅគាត់ចឹងព្រោះពេលខ្លះម៉ែបចាប់នៅក្នុងផ្លូវគាត់នៅខាងមុខផ្លូវយើងចូលទៅអត់ត្រូវទីតាំងប៉ុន្តែទីតាំងគាត់ដាក់ត្រូវបងប្អូនបាទខ្ញុំខទៅអ្នកទៅនងទៅគាត់ហើយគាត់បានប្រាប់ឲ្យយើងជិះបាទចូលតាមច្រកផ្លូវកន្លែងហ្នឹងមានឆ្លាក់ថ្មម៉ាបហ្នឹងបងប្អូនហ្នឹងហើយខ្ញុំបានជិះចម្រងទៅឆ្លងកាត់ផ្លូវបាទទៅដល់គាត់នៅចាំជួយយកហ្នឹងហើយភ្ញៀវគាត់ស្អាតដែរទេបាទហ្នឹងហើយគាត់គ្នាគាត់2នាក់សិតតែស្រីស្អាតទាំង2នាក់ខ្ញុំនិយាយមែនតើបងប្អូនហ្នឹងហើយមិនកុហកបងប្អូនឲ្យតាមដានវីដេអូខ្ញុំទេបាទហ្នឹងហើយខ្ញុំបាននិយាយច្រើនទៀតទេឥឡូវខ្ញុំបញ្ចប់បងនោះហើយខ្ញុំចូលបងថ្មីមួយទីបងប្អូនចូល Dairy Queen បងប្អូនភ្ញៀវជនជាតិគាត់កំងការ៉េមនៅ Dairy Queen ផ្លូវលេខ5ផ្លូវជាតិលេខ5ចុះកន្លែងភ្លើងស្តុបម្ដុំពេទ្យវិសាលសុខម្ដុំនៅចុះពេទ្យវិសាលសុខគឺហាងឈ្មោះ Dairy Queen លក់ការ៉េមបាទហាង brand នេះទេបងប្អូនអញ្ចឹងពេលខ្លះក៏ជនជាតិគាត់ចូលចិត្តកំងនៅនឹងដែរអញ្ចឹងហើយខ្ញុំជិះតាមផ្លូវជាតិលេខ5បាទជិះតាម map recommend ដែរអញ្ចឹងហ្នឹងហើយមើលតាម map បងប្អូនឃើញហើយឈ្មោះ Dairy Queen បាទ Dairy Queen បាត់ដំបងហើយខ្ញុំជិះមកដល់នេះគឺជាប់ភ្លើង stop បងប្អូនអញ្ចឹងហើយខ្ញុំមើលទីតាំងគ្នាគាត់នៅទេសនៈពោធិ៍ជ័យបាទនៅផ្លូវទៅពេទ្យពពីបាទផ្លូវទៅភ្លើងស្តុបពេទ្យពពីយើងមកជិះតាមផ្លូវជាតិលេខ5ហើយវាងតាមវងមូលដៃ8ទៅងាកទៅឆ្វេងតិចទៅបាត់តាមវងមូលទៅហើយយើងជិះតាមផ្លូវលេខ57បាទហ្នឹងហើយសាការ៉េមលឿនណាស់ទេបងប្អូនដោយសារហាងគាត់អត់សូវមានភ្ញៀវដែរទេអញ្ចឹងក៏អីវ៉ាន់យើងក៏រៀបចំបានលឿនដែរទេបាទហ្នឹងហើយភ្ញៀវក៏កំងស្អីទេគិតកាត់ខ្ញុំអត់សូវស្គាល់ដែរអញ្ចឹងគាត់ប្រើ online pay ដែរបាទអីវ៉ាន់អត់ច្រើនទេបងប្អូនគឺមួយកូនកៅទេហើយគេច្រកថងច្រកអីខ្ញុំដឹកអីវ៉ាន់ដែលមានជាតិទឹកភេសជ្ជៈអីបារម្ភខ្លាចតែកពុកអញ្ចឹងអត់ហ៊ានដឹកលឿនទេ
hay bởi cái rém mình sao chỉ phải hai màn thêm một bốn hay dương miền thùng đặc trắng vì ở đây thôi là thì thùng đặc nắng đôi thùng class C chứ buồn tự cọ rồi được bỏ cái đau bởi cứ đặc tới nó cái đau ổn cái đau ổn cái đau đau đai một con chỉ sai cái đau ổn mi hay mi ấy để cái đau cứ tự đau như cái nụ cái đau đau đai chứ hay bỏ tự cọ phải trẻ cái nụ đau đai chứ còn là bác sân đặc chẳng ai cứ vì tự cọ rồi đi tạm đừng lại chứ nào nhầm chi tầm rong tất cả vuông múl và bây giờ tạiបញ្ហាជាប់កាំងនិងភ្លើងស្តុបបាទអូខេអញ្ចឹងខ្ញុំជីតម្រង់ទៅដល់ទៅទៀតហើយបងប្អូនហើយយើងឆ្វែលវងមូលដៃ8មកបាទហើយយើងមករង់ទៅកាន់ទីតាំងភ្ញៀវបាទបើភ្ញៀវគាត់ជនជាតិតែច្រើនគឺ location គាត់ត្រូវដោយសារអីបញ្ហាដោយសារ location ត្រូវគឺជនជាតិគាត់ស្នាក់នៅស្ថានភាពអញ្ចឹងណាបងប្អូនអញ្ចឹងម៉ែចាប់ដឹងឲ្យជាប់ចំកន្លែងស្ថានភាពតែម្ដងបាទឲ្យតែភ្ញៀវជនជាតិដឹង location គាត់ត្រូវហើយខ្មែរយើងក៏គាត់ដាក់ត្រូវដែរប៉ុន្តែពេលខ្លះគាត់ភ្ញៀវខ្លះគាត់នៅក្នុងអញ្ចឹង location វាចាប់អត់បានអញ្ចឹងណាមិនគាត់មានដំណងឬក៏ចាស់ដាក់ location ឲ្យត្រូវទេប៉ុន្តែដោយសារតែដាក់ទៅវាអត់ជាប់វាអត់ចាប់អញ្ចឹងបងប្អូនដោយសារ location ចាប់ថាផ្លូវណាដែលធំអញ្ចឹងផ្លូវច្រកតូចៗវាពិបាកក្នុងការចាប់ឬក៏ចូលទៅក្នុងច្រកជ្រៅអញ្ចឹងវាចាប់អត់បានអញ្ចឹងអញ្ចឹងវាអាចខុស clear បតិចបន្តួចអញ្ចឹងវាអត់បញ្ហាអីទេព្រោះដោយសារតែយើងអាចទៅអ្នកទៅនងទៅកាន់គាត់តាម app បានអញ្ចឹងសិនយើងខលតាម app គាត់លើគឺយើងមានធីមមួយទៀតគឺទំនាក់ទំនងតាមលេខទូរស័ព្ទអញ្ចឹងឬក៏សិនតែយើងតាក់ទងបានទេគឺយើងតាក់ទងខាងក្រុមហ៊ុនឲ្យក្រុមហ៊ុនជួយតាក់ទងឲ្យអញ្ចឹងរឿងមានតែប៉ុណ្្នឹងតាក់ទងបានទៀតគឺមានតែវិធីមួយគឺស្នើក្រុមហ៊ុនបង្វិលប្រាក់ថ្លៃអីវ៉ាន់ចូលមកឲ្យយើងវិញអញ្ចឹងបងប្អូនព្រោះអីយើងអាចចាញ់យកថ្លៃបានទេដោយសារដល់អត់សូវបានច្រើនហើយបានខ្លះថ្លៃដែរអញ្ចឹងបើថាល្មមយើងចេះតែចាញ់យកហូបខ្លួនឯងអញ្ចឹងអូខេខ្ញុំបានមកដល់ទីតាំងហើយបងប្អូនខ្ញុំមកឃើញជនជាតិគាត់ចាញ់មកខ្ញុំស្មានតែគាត់នៅកំងខ្ញុំខលបានតិចទៅក៏បាត់វិញទៅស្មានតែគាត់ជាអ្នកកំងអញ្ចឹងតែជនជាតិគាត់ចាញ់មករកថាស្អាតជីអញ្ចឹងហើយខ្ញុំតាក់ទងទៅគាត់ហើយបាទគាត់ចាញ់មកយកអញ្ចឹងដោយសារគាត់បានមើលទូរស័ព្ទអញ្ចឹងគាត់ដឹងបាទឥឡូវខ្ញុំចូលហាងមួយទៀតបងប្អូនរដ្ឋានមរកតបាទហាងហ្នឹងគឺនៅខាងទេសនារំចង់បងប្អូននៅខាងដុំគេហៅអីទេគឺតឯកដែរប៉ុន្តែដូចជាភូមិស្អីបាទខ្ញុំអត់សូវស្គាល់ដែរប៉ុន្តែជីកាត់រដងដែរអញ្ចឹងជិះតាមផ្លូវជាតិលេខ57ផ្លូវប្របែកមកពីចាស់ស្មីនមកហើយយើងចូលតាមច្រកនឹងក្រោយវត្តទួលតឯកទៅហើយយើងឆ្លងកាត់តាមផ្លូវបេតុងមួយច្រកផ្លូវបេតុងមួយហើយផ្លូវហ្នឹងផ្លូវស្អាតដែរទេបងប្អូនវាចាក់បេតុងនឹងស្អាតបាទយើងជិះនេះខ្ញុំជិះកាត់វត្តទួលតឯកអញ្ចឹងពីក្រោយវត្តទួលតឯកហើយខ្ញុំឆ្លងទៅតាមផ្លូវបេតុងខ្ញុំរងទៅកាន់ហាងទេហើយផ្លូវនោះរៀងស្ងាត់ដែរបងប្អូនដោយសារតែផ្ទះប្រជាពលរដ្ឋមានដែរគាត់នៅកន្លែងខ្លះមានមួយហើយសបោព្រៃតាមដងផ្លូវយកអីអត់តាន់នេះបងប្អូនអត់តាន់មានបង្គោលភ្លើងទេ
ភ្លើងភ្លឺទៅកន្លែងខ្លះអញ្ចឹងតែមិនជាបញ្ហាអីទេបងប្អូននៅក្នុងក្រុងណាបាទចឹងខ្ញុំជិះកាត់ទស្សនៈចង់ហើយខ្ញុំឆ្ពោះទៅកាន់ផ្លូវណែភូមិអង្គហ្នឹងឯងនឹងគេភូមិអង្គបងប្អូនហើយហាងនៅខាងស្នាមដៃដែរទេបងប្អូនហាងហ្នឹងក៏ខ្ញុំទៅតែចូលថ្មីដែរទេបាទទៅចូលលើកទី1អញ្ចឹងហើយរាំងយូរដែរអញ្ចឹងតែសារតែគាត់ជាប់បងខាងវ៉ាវណាវបងគាត់ចូលវល់ធ្វើអវ៉ាន់ឲ្យខាងវ៉ាវណាវអញ្ចឹងគេចូលមុនយើងអញ្ចឹងហើយភ្ញៀវគាត់ដាក់ទីតាំងនៅខាងមន្ទីរពេទ្យវ៉ាន់ហ្នឹងហើយរ៉ាន់ឌីបាទសារ៉ាន់ឌីបាទនៅផ្លូវជាតិលេខ5នេះទេបងប្អូនបាទប៉ុន្តែពេលជួបគ្នាជាស្ដែងក៏នៅក្នុងពេទ្យហ្នឹងទេបងប្អូនគាត់ជិះម៉ូតូមកយកមកដល់ដឹងតែគាត់ដាក់ទីតាំងផ្លេចដូរឬក៏មិនដឹងមិនដែរបាទឡើយខ្ញុំបានវ៉ាន់ហើយបាទបងប្អូនឃើញវីដេអូខ្ញុំលឿនដោយសារតែពេលទៅដល់ហាងខ្ញុំចាំយកវ៉ាន់គឺខ្ញុំ stop record អញ្ចឹងបងប្អូនទៅពេលបានវ៉ាន់បានខ្ញុំចុចបន្ត record បន្តទៀតអញ្ចឹងបងប្អូនហើយវីដេអូដែលខ្ញុំបញ្ចូលសំឡេងហ្នឹងគឺខ្ញុំធ្វើការតឡើង speed វាឲ្យដើរលឿនដែរអញ្ចឹងបើមិនចឹងទេបងប្អូនអង្គុយចាំមើលថាវីដេអូមិនដល់វីដេអូដើមតែមិនកែប្រែលបឿនកែប្រែអីហ្នឹងវាយូរបងប្អូនơiចូល2ម៉ោងហើយជាងហ្នឹង2 3ម៉ោងហ្នឹងបើខ្ញុំចាប់ដើមចាញ់ដឹកគឺខ្លះម៉ោង7ខ្លះម៉ោង6ជាងអញ្ចឹងដល់ម៉ោង9កន្លះគឺដល់ម៉ោងខាងក្រុមហ៊ុនបាត់ដែរបាទអញ្ចឹងពេលខ្លះក៏ខ្ញុំអាចដឹកជ្រុលដល់ម៉ោង10ដែរបាទដោយសារតែវាមានបងចុងក្រោយអញ្ចឹងចូលបងចុងក្រោយរៀងយូរហើយសិនភ្ញៀវនៅចិត្តមិនអីទេហើយគូផ្សំនឹងហាងដែរបងប្អូនបើសិនណាហាងគាត់ធ្វើបានលឿនម្ហូបធ្វើទៅបានលឿនគឺយើងដល់ម៉ោង10ទេបាទហ្នឹងហើយអាចថាតលាក់អវ៉ាន់ចុះហើយអាចចិត្តក្បែរម៉ោង10ដែរអញ្ចឹងដល់ទេគឺម៉ោង10ល្មមបាទនឹងខ្ញុំជិះតម្រង់ទៅតាមផ្លូវជាតិលេខ5បាទបុកពីខាងពពុយមកវិញបុកស្ពោទៅកាន់ដៃ8ពោពេទ្យសារ៉ាន់ឌីនោះគាត់នៅខាងហ្នឹងខាងឆ្វេងដៃបាទជិះតាមច្រកផ្លូវកាត់ហ្នឹងមកបាទមកដល់គឺខ្ញុំធ្វើការតែអ្នកតំណងទៅគាត់ចឹងហើយសារតែហាងនៅឆ្ងាយអញ្ចឹងខាងក៏មុនបោក700ទៅលើតែទៀតថ្លៃដឹកចឹងនេះដឹកបានបោកថ្លៃដឹកដូចជា2បងដែរអញ្ចឹងបងប្អូននេះបងតែបោកបាន700អាបងចង់ម៉ោងបូករឿងច្រើនដែរអញ្ចឹងបងប្អូនចាំមើលទស្សនាវីដេអូបន្តទៀតអញ្ចឹងហ្នឹងហើយសារវីដេអូរឿងវែងច្រើនអញ្ចឹងបងប្អូន10បងហ្នឹងនេះបាទអញ្ចឹងរឿងស្អកក៏បន្តិចបាទតែមិនធ្វើទេបងប្អូនព្យាយាមស្ដាប់ចុះបើសិនជាស្ដាប់មិនច្បាស់អីខ្ញុំនឹងព្យាយាមកែសំឡេងព្យាយាមឲ្យច្បាស់លើកក្រោយទៀតចឹងណាតើបងប្អូនរិះគន់ខ្លះមិនដឹងថាកន្លែងខុសកន្លែងណាចឹងបងប្អូនអូខេចុះក៏ភ្ញៀវក៏មកអស់4200បងប្អូនហើយខ្ញុំធ្វើការអាប់លុយជូនគាត់ចឹងគាត់ឲ្យក្តាស់20000មកតែចឹងខ្ញុំវាខើចរីដែរអស់រីអាប់ដែរចឹងមានតែក្តាស់10000ក្តាស់20000ដែរចឹងយើងត្រូវអាប់ឲ្យគាត់15800បាទតែខ្ញុំអាប់បានតែ15400ទេបងប្អូនខ្វះ400ទៀតបើ400ទៀតប៉ុន្តែភ្ញៀវគាត់ថាមិនអីទេ
và bộ đôi nó còn ao gì chứ ok dươngចូលបងបន្តទៀតបងប្អូនពុកគីទីដែរបងប្អូនប្រើ520បាទហើយចាប់ខ្ញុំតាំងពីកន្លែងពេទ្យសារ៉ាន់ឌីនឹងហើយម៉ែបឲ្យយើងជិះទៅក្រោយបុកទៅពុយឲ្យបត់ទៅតាមផ្លូវតែខ្ញុំអត់បត់ទេខ្ញុំជិះកាត់ផ្លូវនឹងតិចហ្នឹងណាបុកមកកាន់វងមូលដៃ8វិញបាទហ្នឹងហើយខ្ញុំឆ្លងតាមវងមូលដៃ8មកហើយយើងបើតាមភ្លើង stop bên lan bằng chụpបាទតែហ្នឹងគេហៅភ្លើង stop bên lan bằng chụp បងប្អូនដោយសារតែឡានគាត់ឈប់ចាំចាប់ភ្ញៀវទៅដាក់អាវ៉ាន់ដាក់អីចឹងណាកើតbên lan bằng chụp ទៅគេហៅ stop bên lan bằng chụp បើអ្នកខ្លះហៅផ្សេងខ្ញុំមិនដឹងទេតែពេលចូលខ្ញុំឮគេហៅថា stop bên lan bằng chụp ចឹងបាទហ្នឹងហើយខ្ញុំធ្វើការឈប់ stop បន្តិចហើយឆ្លងបុកទៅកាន់សួនហើយកាច់ស្ដាំកាត់តាម USA បាទវាំងតាមវងមូលសេះសខ្លះសេះហោបាទកាត់តាមមកស្របបាទផ្លូវនៅដែរទេបងប្អូនគាត់ថាផ្លូវរឿងពិបាកក៏មិនធ្វើទេពួកយើងអត់មានដឹកអីវ៉ាន់ផងយើងដឹកតែធុងទៅទេយើងជិះរៀងលឿនតិចប៉ុន្តែគាត់ថារៀងអាលាក់បាទនឹងខ្ញុំជិះតម្រង់ទៅខាងហាងហើយផ្លូវរៀងពិបាកដែរចឹងដូចខ្ញុំនិយាយពីវីដេអូមុនចឹងផ្លូវគេកំពុងអភិវឌ្ឍហ្នឹងហើយភាគច្រើនហាងក៏ធ្វើហើយបាទតែសារគាត់មានអេបមើលchứហាងពុកគីឲ្យតែហាងពេទ្យគឺមិនយូរទេបងប្អូនតែបីមិនទាន់ធ្វើក៏រៀងលឿនគ្រាន់តែនេះបោក1500ទៀតហើយបងប្អូនបាទបងមុនបោក700ហើយបងនេះបោក1500ដោយសារតែចាប់ខ្ញុំរៀងឆ្ងាយពីហាងដែរអញ្ចឹងខ្ញុំបានអាវ៉ាន់បងប្អូនបាទហើយហាងពុកគីគឺស្រួលដឹកហាងដែលគាត់និយាយថាប្រភេទជាដែលដាក់កែវហើយមានសិនចនរំរប់គឺស្រួលដឹកចឹងបងប្អូនវាខ្លាចភ័យខ្លាចកពុបអីចឹងណាតែហាងខ្លះគាត់អត់មានសិនចនរ៉ូបគាត់មានការ៉ូបក្របធម្មតាអញ្ចឹងដឹកម្ដងគឺភ័យបារម្ភខ្លាចកពុបវ៉ាន់ខៀវអញ្ចឹងណាមួយផ្លូវយើងដឹងស្រាប់ហើយបងប្អូនជីលឿនក៏មិនកើតពួកកឡុកច្រើនជីមិនស្រួលកពុបអស់បាទបែរជាអញ្ចឹងតែសារហាងគាត់មានសិនជន់ក៏រ៉ូបអញ្ចឹងគឺស្រួលជីមកឆ្លាញ់គាត់តែពេលលាក់បន្តិចផ្លូវស្រួលគឺជីបានលឿនអត់បញ្ហាបាទចឹងភ្ញៀវគាត់នៅកឡុកកលាក់ដែរទេបងប្អូនច្រកហ្នឹងគឺរៀងកឡុកកលាក់ខ្ញុំអត់ដែរជីកាត់ដែរទេបងប្អូនច្រកហ្នឹងបាទកន្លែងច្រកខ្លះខ្ញុំមិនដែរជីកាត់ដែរចឹងវាឆ្លងកាត់កណិតកណាត់ច្រើនហើយនេះឆ្លងឡើងទៅខាងកាត់ផ្លូវបុកទៅដៃ8បងប្អូននេះផ្លូវបុកទៅដៃ8បុកពីដៃ8បុកមកចំសាពោធិវង្សហើយខ្ញុំជិះឆ្លងទៀតបងប្អូនហើយផ្លូវរៀងកងុចកាច់កងច្រើនណាស់អញ្ចឹងបាទអូខេអញ្ចឹងខ្ញុំធ្វើការបត់ទៅកាន់ location ភ្ញៀវហើយភ្ញៀវគាត់នៅខាងក្រោយបន្តិចបាទក្រោយ location បន្តិចដែរទេដោយសារគាត់មើលទូរស័ព្ទដែរអញ្ចឹងគាត់ចាញ់មកគាត់ខលតាក់ទងមកយើងបាទខ្ញុំថារៀបចំខលទៅគាត់ដែរតែគាត់ខលមកមុខបានមុនអញ្ចឹង
rồi dương bỏ tất cả rồi nhá bà chẳng em tất cả trẻ cả đập chun thà lùiประมาณchẳng ô tao về bà 4000 បងសារភ្ញៀវក៏សុំស្កែនខ្ញុំបើក7ប្រចាំង QR code ឥឡូវខ្ញុំចូលបងមួយទៀតបង KFC បាទហើយហ្នឹងហើយ KFC ផ្លូវលេខ1បងប្អូនហាងល្បីបាទហាងដែលជនជាតិចូលចិត្តញ៉ាំច្រើនជាងគេអញ្ចឹងហ្នឹងហើយខ្ញុំឈប់ចូលយោវ៉ាន់ភ្ញៀវគាត់ពេលលុយហើយបងប្អូនជនជាតិដែរទេនៅទៅខាងក្រោយវត្តសកាយបងប្អូនម្ដុំស្ថាគារ Spring Park បងកន្លែងវត្តសកាយក្រោយវត្តសកាយផ្លូវបុកទៅសួនយុវ័នណាបាទខ្លះថាសួនយុវ័នខ្លះថាសួនយុវ័នហ្នឹងហើយខ្ញុំបានវ៉ាន់ហើយបាទតែការរៀបចំដាក់ចូលខ្ញុំក៏កំងភ័យលុយហើយដែរចឹងធ្វើការជិះម្រងតាមផ្លូវលេខ1ហើយយើងឆ្លងតាមស្ពានបុកទៅខាងក្លាស៊ីវាំងវងតាមជីតាមផ្លូវរ៉បសួនសក់ខេងសម្រាប់សក់ខេងមកហើយយើងបានយើងឡើងទៅកាន់ផ្លូវវត្តស្កាយផ្លូវបុកទៅសួនយុវ័នអញ្ចឹងហ្នឹងហើយជីតាមហ្នឹងមកបាទហើយឆ្នោតក្រហមខ្ញុំមិនដឹងថាមិនដែរសញ្ញានៅលើម៉ែបអត់ដឹងគេតំណាងអីប្រហែលជាគេអាចបញ្ជាក់អំពីចរាចរណ៍ច្រើនបានលោតសញ្ញាក្រហមហ្នឹងហើយពីរឿងចង្អៀតដែរចឹងដោយសារម៉ូតូឡានគាត់ធ្វើដំណើរតាមហ្នឹងហើយបងប្អូនគាត់ចតឡានចតម៉ូតូហើយមានអ្នកលក់ដូរអមសងខាងចឹងរឿងចង្អៀតបាទផ្លូវយើងរឿងតូចហ្នឹងហើយខ្ញុំជីកាត់ហាងពុកគីដែរបងប្អូនហាងពុកគីចិត្តវត្តសកាយខ្ញុំមិនដែរសូវបានចូលដែរបងប្អូនយូរចូលម្ដងចឹងកំរបានចូលដោយសារតែអត់ដឹងថាមិនអាចថាចូលអ្នកដឹកផ្សេងចឹងឬក៏ភ្ញៀវគាត់អត់សូវកំងនៅឆ្ងាយគាត់ចឹងពេលច្រើនខ្ញុំដឹកតាមខាងស្ទឹងខាងប្លុកពេទ្យធំពេទ្យអីហ្នឹងហើយខ្ញុំបានមកដល់ហើយភ្ញៀវគាត់ចាញ់មកនៅចាំមុនបាទខ្ញុំបានបញ្ចប់បងណែបងប្អូនចតបងថ្មីមួយទៀតគឺ KFC បាត់ដំបងបងបាទអញ្ចឹងខ្ញុំនៅឆ្ងាយហាងដែរបងប្អូនឥឡូវខ្ញុំកំពុងតែធ្វើដំណើរទៅកាន់ហាងដោយសារតែខ្ញុំធ្លាក់អេវ៉ាន់ទៅធ្វើដំណើរតាមផ្លូវទៅក៏ចូល KFC អញ្ចឹងបងប្អូនដោយសារខាងក្រុមហ៊ុនគាត់ធ្វើការ promotion បាទខាងក្រុមហ៊ុន KFC គាត់ធ្វើការ promotion ហើយភ្ញៀវគាត់និយាយរួម KFC គឺកន្លែងនៃ brand ហ្នឹងរបស់រឿងមានតម្លៃថ្លៃបន្តិចចឹងណាផ្លូវមុនពងផ្លូវអីចឹងរឿងថ្លៃតែដល់ខាងក្រុមហ៊ុនគេ promotion ទៅ
ហើយគូផ្សំនឹងភ្ញៀវគាត់ប្រើក៏ប្រម៉ូសិនប្រើម៉ូតកូដចឹងបងចឹងធ្វើឲ្យតម្លៃមានការទាបចឹងភ្ញៀវក៏ធ្វើការកំងចឹងបងប្អូនមិនថាអត់មានភ្ញៀវគាត់កំងទេគាត់ថាអត់សូវមានចឹងបងសារតែភ្ញៀវខ្លះគាត់មិនជាអ្នកទូធីបានដែរទេបងប្អូនបានមករស់ដូចខ្ញុំដែរហ្នឹងណាអូខេនេះគឺបងនេះគឺនៅខាងដៃ8បងប្អូនគេគាត់នៅខាងដៃ8ចឹងបាទហើយខ្ញុំថតបានថតអីហើយបាទខ្ញុំធ្វើការចុចទៅតាមដាប់ដោយនៃប្រសេសនៃ app ចឹងនៅខាងនៃ app បាទខ្ញុំរៀបចំដាក់ធុងដាក់អីចឹងខ្ញុំធ្វើការអូជូននឹងហើយងាយក៏ជាអ្នកដឹកដូចគ្នាដែរបងប្អូនចឹងគាត់ធ្វើការកំងចឹងអូខេអញ្ចឹងទីតាំងខ្ញុំជិះតាមម៉ែទេខ្ញុំជិះវៀងតាមសាណាត់បងភាសាតែ map recommend តាមសាណាត់ហើយបុកតាមផ្លូវលេខ3ទៅកន្លែងគីវឌ្ឍនៈបងបាទយើងបាត់ស្ដាងទៅឡើងតាមគីវឌ្ឍនៈទៅផ្លូវលេខ3ត្រង់បកទៅភ្លើងស្តុបមនីវងបងប្អូននឹងផ្លូវស្តុបមនីវងបានយើងបាត់ឆ្វេងឡើងតាមផ្លូវជាតិលេខ5អញ្ចឹងណាបាទហ្នឹងហើយដោយសារតែផ្លូវក៏ក្លុកក្លាក់ច្រើនដែរអញ្ចឹងវាដោយសារតែអីវ៉ាន់ហ្នឹងមានអីវ៉ាន់ជាតិទឹកដែរអញ្ចឹងដូចជា Coca Pepsi បងប្អូនអញ្ចឹងក៏ខ្ញុំដឹកអត់សូវបានលឿនទេបងប្អូនដោយសារតែខ្លាញ់កពុបអីវ៉ាន់អញ្ចឹងបើសិនជាពួកមុខម្ហូបគោកអីចឹងឬក៏ពេលជាក់ដែរតែគេមានសិនជន់ក្រោបចឹងបងប្អូនហ្នឹងយើងអត់បញ្ហាទេប៉ុន្តែក៏យើងដឹកប្រយ័ត្នប្រយែងដែរបងប្អូនអានថាអត់ជន់ក្រោបក៏ចេះតែជីយោវាធ្វើឲ្យក្លុកពេលជាក់នឹងវាបាត់រសជាតិបាទទៅកកលាយចឹងហ្នឹងខ្ញុំបានដល់ហើយក៏តន់តម្លាក់បងហ្មងបាទចូលបងមួយទៀតហើយបងប្អូនបាទអស់3000ក៏ទុយមួយហ្នឹងគឺខាងខ្ញុំគិត100អញ្ចឹងបងប្អូនហ្នឹងឥឡូវខ្ញុំទៅយកបងមួយទៀតហើយមីហាល់ប៉ូទីវងបងប្អូនហាងនឹងហាងថ្មីដែរទេបាទខ្ញុំក៏ទៅចូលលើកទី1ដែរហើយខ្ញុំជិះចាញ់ពីកន្លែងតែខ្វាយហុងកុងហ្នឹងតែពិតម៉ែចាប់អត់ត្រូវអញ្ចឹងគេគាត់នៅមួយច្រកមួយខាងទៀតតែចាប់នៅទីខ្វាយហុងកុងសារតែខ្ញុំធ្លាប់ស្គាល់កន្លែងគាត់អត់បញ្ហាទេបាទឥឡូវខ្ញុំកំពុងជិះតម្រង់ទៅកាន់ហាងមីហាល់ប៉ូតវងបងប្អូនជិះតាមម៉ែបអញ្ចឹងម៉ែប recommend ហើយផ្លូវនោះក៏លោកក៏លាក់តូចទៀតហើយវាបែកភក់វល់អញ្ចឹងបងបាទខ្ញុំជិះដល់ហាងហើយបងចូលប្រហែលជា300-400ម៉ែត្រទៀតយើងជិះទៅមាននាទីដាក់ឲ្យយើងមើលហើយចម្ងាយពីយើងទៅហាងទៅអីចឹងបងខ្ញុំពេលច្រើនជិះអត់សូវបានមើលនាទីមើលអីទេបងហើយខ្ញុំមើលតែគោលដៅមើលតែផ្លូវតាមម៉ែបចឹងឥឡូវខ្ញុំមកដល់ហាងហើយបងធ្វើការរងចាំ
bà nghiêu còn còn mong pi mục đài chứ nghiêu cục nghiêu cha đây một con nó khang sài mà rồi một con nơ cho là tàu chịu ấy thế một con nhầm plek báo chịu tương cay một con nhưng chi hua này tàu một con bây giờ một cái xe so đó một trăng sai mà rồi đó là lấy như hàng kilo mà nhà mua hàng bậc mấy sạch ăn ấy thế nhung ắt ban chỉ trăm cho năm một lại đã po hang cho nên về chứ hang nó gọi nhung mà đại bàn châu là nơi nhung bốc tam flow vượt po từ vốn po hang mi hay po từ vốn cái nơi chuyện vượt po từ vốn là thế hay về nhung bàn ván như nhung bốc trăng làm tròn mà hay bàn nhung cách lắm rọp tam là bil prai chứ muốn ai nhung bắt chuối mà sao tập lâu kìm toàn thứ hai đây thế không con lại nữa chân về yên sao cái đã sân anh lại tạm lâu chứ bà nhưng bắt là tôi cần sai mà rồi hãy hay toàn tết nhưng bắt bắt sẽ làm mà nâng này hà than sẽ ăn còn sẽ ăn tạm lâu chứ cái những chậm sẽ ăn tạm lâu lâu nhưng chi ní canh sẽ ăn lâu cái thua sưu là đều bốn sắt tại bê tông theo cái sưu ấy hãy mình lên được thì hãy nhớ vẫn nào cho đó còn lại lâu lùm là thì nâng cho khoai chỉ sớm mai đấy đào có đó và tất cả trịch kho được gọi sao có đã ban mưa mà ban mưa thu sạp chứ có đăng hay nhầm một đó chứ dương trâu kho bị trẻ có chứ chứ riêng dương rong chăm dù chứ vì khát về dương chứ một con pi mơ mà rồi một và nơi có sông sky này nhầm chạy bật bật sky chứ bà lâu nhầm phải chọc bông hai nhầm trồ bông mùi tiêu đồng bồn cà phê cụm lên cà phê không buồn nâu khang xa rong chạm buồn hay bông ní riêng nhẹ nhàng tình buồn để xa nhẹ nhàng mấy buồn để xa tay chạy nhưng chỉ từ đó hàng ấy vừa tay từ đó khơi hàng gặp bật phía bật tổ với nhau buồn tái ai nấu bạc nhưng mà đăng thà phải nhà một bị ấy và đây về chụm cha hắn có tha còn bắt ai bắt đầy thà mình bàn trầu chứ chắc là nắng cọp chuôn còn một bị cao với nhớ một con hàng còn bật tổ cũng có từ cao thì gần bắt men bắt ai tranh được cao nên là còn một mình bật lụa tê và đây còn bật nâng bật mền đấy đây giờ xa tại còn mô thức khơi nhầm chọc vùng chọc chứ sao nhầm từ đó hàng bật trước nhầm thuộc cả tệ tông tôi phải đọc nhiều nhưng buồn rồi bây cũng mọi nhiều cái rong chăm này mấy nhiều là có đằng chứ nó bây còn có món có chẳng coi chăm tập bớt hàng bật hay hàng nhẹ đặc còn cần sai rồi gọi còn một sai chứ có ban chat prap chứ thôi nhiều cái từng rong chăm chứ chứ chúng ta là chat prap quạt ta hàng bật hàng ấy quạt đằng chứ hay tất cả thọt rụp hàng để bật nó ngồi còn mở chứ bao nhiêu một đo hàng rồi buồn hay nhưng mà đó được nhầm gì nhưng mà đó hàng gần bật tàu vậy tàu quát cứ đôi
នេះទៀមកាហ្វេមួយតូចដែរទេបងប្អូនខ្ញុំធ្វើការតាក់ទងទៅហាងនេះខ្ញុំឆាតប្រាប់ភ្ញៀវបងហើយខ្ញុំរកកន្លែងនេះបងកន្លែងសាលបងហ្នឹងតែដោយសារតែខ្ញុំអត់សូវដែរបានបះបងកន្សាលអញ្ចឹងវាផ្លិចសារក្រុមហ៊ុនអាប់ដេតអញ្ចឹងមុនគាត់ឲ្យចុចកន្លែងរាយការណ៍ហាងបិទគេមានប៊ូតុងចុចឲ្យយើងចុចតាមដាប់តាមដល់នេះទៅពេលចុចទៅវាឃើញតែអក្សរអញ្ចឹងពេលខ្ញុំចុចចោះចុចឡើងចុចចោះចុចឡើងរត់ឃើញចេះស្នាងអីបានចាស់ហាងមកទៅគាត់ថាចូលបងអីមែនចូលហាងណាអញ្ចឹងខ្ញុំប្រាប់ថាហាងគាត់ដល់ពេលអញ្ចឹងគាត់ខ្ញុំបាត់ហើយមិនបានចូលអត់អីចាំខ្ញុំធ្វើឲ្យគាត់ថាអញ្ចឹងដល់ពេលហ្នឹងទៅខ្ញុំតើការតាក់ទងប្រាប់គ្នាវិញថាហាងគាត់បាត់ទ្វារចេញទៅក្រៅអញ្ចឹងហើយគាត់មកវិញហើយឥឡូវគាត់ធ្វើឲ្យបានអញ្ចឹងឲ្យគ្នាគាត់រងចាំយកទៅអវ៉ាន់អញ្ចឹងបងហ្នឹងហើយប្រាប់គ្នារងចាំយកអវ៉ាន់ទៅហើយយើងក៏រងចាំហាងក៏ធ្វើបានឲ្យទៅខ្ញុំតិចចូលឡើងហ្នឹងបងដោយសារតែរកកន្លែងកន្សាលហ្នឹងយើងរកកន្លែងកន្សាលតែតោះបងបាត់នេះបងបើសិនជាយើងដាក់ទៅហាងបាត់ហាងអីគឺយើងចុចកន្សាលខ្លួនឯងបងបើសិនឲ្យហាងកន្សាលឲ្យគឺយើងអត់បាននេះទេបងអត់បានកម្រៃជាងសារថ្លៃយើងជិះទៅហាងទេបើសិនយើងចុចកន្សាលខ្លួនឯងខាងក្រុមហ៊ុនគេដល់ប្រាក់លើកទឹកចិត្តចំនួន 2000 រៀលអញ្ចឹងថ្លៃយើងជិះទៅហាងមួយយ៉ាងដែរទេបងប្អូនយើងជិះទៅអត់ខាតទេមកយើងបានកន្សាលខ្លួនឯងហ្នឹងហើយខ្ញុំបាននៅវត្តហ្នឹងបងហើយភ្ញៀវគាត់នៅឆ្ងាយដែរនៅទេសនាខាងចិត្តស្រមបងប្អូនហើយចុងម៉ោងដែរទេបងប្អូនម៉ោង 9:29 ហ្នឹងខ្ញុំគិតថាបងនេះប្រហែលជាបងលើកចុងក្រោយអញ្ចឹងពេលច្រើនខ្ញុំចូលថាបងចុងម៉ោងអញ្ចឹងឯក្រុមហ៊ុនគេបាត់ម៉ោង 9 កន្លះតែខ្ញុំដឹកពេលកន្លះដល់ម៉ោង 10ដោយសារបញ្ហាគឺបងចុងក្រោយហ្នឹងខ្ញុំក៏ម៉ោងចុងម៉ោងអញ្ចឹងបងតែពេលអញ្ចឹងតែពេលកំងវាអត់ទាន់ចាប់អ្នកដឹកទេបងប្អូនខាង system អត់ទាន់ចាប់អ្នកដឹកទេចូលហាងមុនអញ្ចឹងអាចថា5 នាទី 10 នាទីបានចាប់ដើមចាប់អ្នកដឹកអញ្ចឹងបងប្អូនអញ្ចឹងពេលភ្ញៀវក៏កំងគៀកម៉ោងតែកំងម៉ោង 9:25 អញ្ចឹងតែម៉ោង 9:30 បានចាប់អ្នកដឹកស្អាតម៉ោង 9:29 28អាហ្នឹងអាចថាម៉ោង 9:35 ម៉ោង 9 អីអញ្ចឹងបានចាប់ដឹកម៉ោង 9:40 អញ្ចឹងបាទខ្ញុំជិះទៅរងតាមម៉ែបងប្អូនមកតាមក្លាស៊ីទៅបាទតាមព្រៃស្ដង់ឡើងកន្លែងស្តុបចំោះជ្រូកបាទយើងចូលតាក់ដល់ស្តុបចំោះជ្រូកហ្នឹងបងប្អូនដោយសារភ្លើងស្តុបកន្លែងហ្នឹងដាច់អត់ដឹងថាបញ្ហាអីអញ្ចឹងគេមានបញ្ហាដាច់ខ្សែឬគេផ្ដាច់ខ្ញុំមិនដឹងដែរឃើញដាច់យូរដែរចង់មកទៅតែអញ្ចឹងយើងជីឆ្លងហើយយើងមើលឆ្វេងមើលស្ដាំអញ្ចឹងបងប្អូនបើសិនមានឡានតូអីយើងសម្រួលគ្នាអញ្ចឹងថាត្រូវគេទៅមុនត្រូវយើងទៅមុនអញ្ចឹងបងអូខេអញ្ចឹងខ្ញុំបុកឡើងទៅតាមផ្លូវបតុងមរៃរតនៈ
ជាស្រ័យបរិយចេកទៅបរិយរតនៈហើយបុកតម្រង់ទៅកាន់ទីតាំងភ្ញៀវអញ្ចឹងបងនឹងលោកហើយសិនដាក់នៅ The Twin Salon តែខ្ញុំរក The Twin Salon អត់ឃើញចឹងខ្ញុំធ្វើការតាក់ទងលោកភ្ញៀវចឹងបងហើយតនបានតម្លាក់បងចូលបងមួយទៀតបាត់ហើយបងតែខ្ញុំថាអញ្ចឹងដល់ពេលគាត់កំងចង់ម៉ោងនេះតម៉ោង 9:35 ទៅចាប់នេះ5នាទីមក8នាទីចាប់អ្នកដឹកភាសាតែខ្ញុំដឹកចង់ម៉ោងអញ្ចឹងអ្នកដឹកផ្សេងគាត់បាត់អែបអស់ហើយបងថាអត់មានបងដឹកតែដល់ម៉ោងគាត់បាត់អែបអញ្ចឹងនៅតែយើងមិនតាន់តម្លាក់បងអញ្ចឹងយើងបាត់អែបមិនកើតបាទនេះខ្ញុំទៅធ្វើការបញ្ជាក់ការកំងអញ្ចឹងបងអស់ 9,500 បងបាទហើយគាត់អាប់ឲ្យគាត់អាប់ឲ្យគាត់ឲ្យក៏ដល់10000ខ្ញុំអាប់ឲ្យ500ទៅវិញអញ្ចឹងហ្នឹងហើយពេលចុចអូបញ្ចប់ខ្ញុំមកមើលអាបងលោតចូលវិធីជនបទហាងក៏នៅឆ្ងាយដែរទេបងប្អូនអើយនៅខាងនោះផ្សារបរិយរោងចក្សហូបផ្សារបរិយរោងចក្រខាងអូតកមវិញបាទចូលខាងអូតកម2បងហើយយើងជិះតាមម៉ែបទៅហើយភ្ញៀវនៅកំងភ្ញៀវមិញនឹងឯងបងប្អូនភ្ញៀវតែមួយទេគាត់កំងចឹងខ្ញុំជិះតាមម៉ែបជិះតាមម៉ែប recommend ហើយយើងត្រូវបុកទៅសួនយុវ័នសួនអីទៀតពិតម៉ែប recommend ឲ្យយើងទៅកន្លែងនេះទេបងប្អូនផ្លូវនេះសមុទ្រ buffet ហ៎ប៉ុន្តែខ្ញុំអត់បានចាប់អារម្មណ៍មើលម៉ែបទេមើលមុនបងឃើញបុកទៅសួននិវ័នក៏ជិះទៅសួននិវ័នដែរបែរអញ្ចឹងវារៀងវងវ៉ែលដែរជិះត្រង់ស្ពានមុខវត្តកែហើយជិះបុកទៅតាមមីហិលអញ្ចឹងច្រកជិតសាលាខេត្តអញ្ចឹងឡើងកាត់ផ្លូវលេខ3កាត់ចំមកឡើង AVA អញ្ចឹង AVA ផ្លូវលេខ3ហើយបានយើងហួរទៅនឹងទៀតបុកឡើងទៅខាងផ្លូវ57ផ្លូវ82កាត់ផ្លូវតែភ្លើងហើយបានយើងបាត់ស្ដាមនេះឡើងផ្លូវ57ទៅជាលេខ57បាត់ស្ដាមបាត់ឆ្វេងចូលតាមច្រកសាលារៀនអូតកម2ហ្នឹងបងបាទហើយយើងបាត់ឆ្វេងមួយទៀតចូលច្រកហ្នឹងតូចដែរទេបងប្អូនតាមបឡោះចូលម៉ូតូជាគ្នារួចទេហើយខ្ញុំទៅដល់ហាងគាត់នៅកន្លែងបន្ទប់ជួលបងប្អូនអញ្ចឹងគាត់លក់ក្នុងបន្ទប់ជួលទៅដល់គេបិទទ្វារអត់គេបិទលបងចូលបន្ទប់ជួលបាត់ហើយខ្ញុំក៏ឈប់នៅនឹងទៅហើយហៅចាស់ហាងដោយសារគាត់មើលគ្នាឃើញណាស់ទេហើយគាត់យកវ៉ាន់មកឲ្យចឹងសារខ្ញុំអត់មានកន្លែងជិះចូលទេដោយសារលើកមុនរាល់ដង
ចូលតាមហាងទេសនាមួយទៀតមកខាងមុខបន្តិចវៀងបានចូលកន្លែងគាត់ប៉ុន្តែដោយសារគេបិទទ្វារទាំងអស់អញ្ចឹងខ្ញុំមានតែហៅចាស់ហាងយកអីវ៉ាន់មកអញ្ចឹងហ្នឹងហើយខ្ញុំធ្វើការជូនដំណឹងទៅភ្ញៀវហើយខ្ញុំដឹកទៅកាន់ទីតាំងភ្ញៀវមិញនឹងដែរទៅ Twin Salon តែគាត់នៅទេសនាផ្ទះនោះដូចជាផ្ទះស្អីទេឈ្មោះទេសនាSydney អីដូចជា Sydney ចឹងច្បាស់អត់ចាំបងប្អូនខ្ញុំជិះកាត់ដែរប៉ុន្តែអត់ចាប់អារម្មណ៍ចឹងធ្វើការជិះតាមapp recommend នេះយើងជិះតាមផ្លូវមាញ់បាទកាត់តាមស្ពានកាត់តាមសួនហ្នឹងកាត់ផ្លូវលេខ3កាត់មីហិលរាំងយឺនតិចបងប្អូនដោយសារវីដេអូវែងអញ្ចឹងនឹងកាត់តាមសួនយុវ័នមកបាទហើយlocation ឲ្យយើងបត់ឆ្វេងបងជួយកាត់តាមឡើងព្រៃតាមព្រៃសីដងវិញតែពិតបើសិនជាយើងអត់ជិះតាម location គឺយើងជិះមកតាម class C ទៅបងមិនតែដោយសារតែ app recommend គឺយើងជិះតាម app ទេបងប្អូនដូចខ្ញុំនិយាយពីវីដេអូមុនអញ្ចឹងដោយសារតែបើយើងអត់ជិះតាម map ក៏បានដែរគាត់ថាយើងអត់បានប្រាក់លើកទឹកចិត្តពីក្រុមហ៊ុនអញ្ចឹងមួយអាទិត្យគេធ្វើការលើកទឹកចិត្តម្ដងអញ្ចឹងបងប្អូនតែខ្ញុំមិនដែលបានច្រើនខ្ញុំអត់ដែលបានច្រើនគេបងប្អូន2000ជាងអញ្ចឹងបងប្អូនសារតែយើងដឹកដល់ពេលយប់ពេលអញ្ចឹងអត់សូវយើងដឹកអត់សូវបានបងច្រើនទេពេលអញ្ចឹងហើយប្រាក់លើកទឹកចិត្តគេគិតតាមជើងដឹកអញ្ចឹងពេលយើងដឹកទៅភ្ញៀវគាត់ដាក់កាយដាក់អីឲ្យទៅវាបានតាមនឹងហើយគោផ្សំយើងជិះតាមម៉ែបអញ្ចឹងហ្នឹងខ្ញុំមកដល់ទីតាំងភ្ញៀវបងបិទគូដែរបងកូនពៅបាទម៉ោង 4:54 ម៉ោងអញ្ចឹងដល់ផ្ទះម៉ោង 10